បាទសូមជម្រាបសួរជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូនិយាយអំពីប្រព័ន្ធការពារ HQ9 របស់ចិនប្រព័ន្ធការពារ HQ9 ផលិតដោយប្រទេសចិនដោយក្រុមហ៊ុនការពារជាតិចិនមួយឈ្មោះថា CPM IEC ដែលជាប្រព័ន្ធការពាររយៈមធ្យមនិងវែងហើយប្រព័ន្ធនេះផលិតឡើងដើម្បីធ្វើការតាមដាននិងកំទេចទៅលើយន្តហោះចម្បាំងcruise missile មីស៊ីលប្រឆាំងនឹងមីស៊ីលនិងមីស៊ីលផ្លោងផងដែរប្រព័ន្ធការពារនេះបានបង្ហាញជាសាធារណៈនៅក្នុងពេលវេលាហែកក្បួនហយាត្រាខួបទី60នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនហើយវាបានចាប់ផ្ដើមអភិវឌ្ឍនៅក្នុងឆ្នាំ1980ដោយចម្លងនិងផ្អែកទៅលើប្រព័ន្ធការពារអាកាស Patriot របស់អាមេរិកដែលមានប្រទេសមួយទៀតបានលក់ឲ្យប្រទេសចិនហើយចិនបានយកទៅអភិវឌ្ឍឲ្យក្លាយទៅជាប្រភេទ HQ9 នេះហើយវាមានស្ថានីយបញ្ជាឈ្មោះថា TVM បើយើងមើលពីស៊េរីប្រព័ន្ធការពារដែលតាក់ទងជាមួយនឹង QH9 QH9 វាមានឈ្មោះក្រៅមួយទៀតគេហៅថា FD2000 ដែលសម្រាប់លក់ឲ្យប្រទេសក្រៅបើយើងមើលពីស៊េរីមួយទៀតគឺ ST2000 ST2000 គឺជាប្រព័ន្ធការពារតាមដានបន្ថែមប្រព័ន្ធមួយទៀតដែលហៅថា HQ9 គឺសម្រាប់កងទ័ពជើងទឹក Free មួយទៀតគឺ HQ9B សម្រាប់ការបាញ់រយៈឆ្ងាយជាងធម្មតាវាមានបន្ថែមប្រព័ន្ធស្វែងរកដែលមានសមត្ថភាពទ្វេគុណយើងមើលពីឧបករណ៍បាញ់នៃមីស៊ីលនេះវាមានមីស៊ីល4គ្រាប់តែត្រៀមនៅជាមួយនឹងរថយន្តបញ្ឈរមីស៊ីលឡើងទៅលើដើម្បីនឹងទប់វានៅក្នុងពេលវេលាបាញ់សម្រាប់គ្រាប់មីស៊ីលវាប្រើប្រាស់ប្រភេទ 5V55 មីស៊ីលនេះមានអង្កត់ចិត្ត2ដើម្បីដំណើរការអង្កត់ចិត្តទី1 700 មីលីម៉ែត្រអង្កត់ចិត្តទី2 560 មីលីម៉ែត្រហើយវាមានក្បាលគ្រាប់ដែលមានទម្ងន់180គីឡូក្រាមប្រវែងរបស់វាគឺ 6.8 ម៉ែត្រនិងមានទម្ងន់2តោនក្នុងមួយគ្រាប់មីស៊ីលដែលបាញ់ចម្ងាយ125គីឡូម៉ែត្រគឺសម្រាប់ប្រឆាំងនឹងយន្តហោះហើយមីស៊ីលដែលបាញ់បានចម្ងាយ15ទៅ25គីឡូម៉ែត្រសម្រាប់ប្រឆាំងនឹង cruise missile ហើយនឹងមីស៊ីល ballistic ហើយវាបាញ់បានកម្ពស់30គីឡូម៉ែត្រហើយវាមានល្បឿន1446ម៉ែត្រក្នុង1វិនាទីសម្រាប់ប្រព័ន្ធរ៉ាដារបស់ HQ9 ប្រព័ន្ធរ៉ាដាគឺជារឿងសំខាន់ណាស់នៅក្នុងការការពារដែនអាកាសបើសិនជាគ្មានរ៉ាដាទេនោះប្រព័ន្ធបាញ់ការពារអាកាសនោះគ្មានប្រយោជន៍ឡើយដូច្នេះសត្រូវរបស់យើងតែងតែវាយឆ្មក់ទៅលើប្រព័ន្ធរ៉ាដាជាមុនហើយក្រោយមកនឹងវាយឆ្មក់ទៅលើទីតាំងដទៃទៀតពីព្រោះនៅពេលដែលគ្មានរ៉ាដាទេប្រព័ន្ធអាកាសគឺមានសុវត្ថិភាពសម្រាប់សត្រូវសម្រាប់ស្ថានីយបញ្ជាបាញ់និងគ្រប់គ្រងប្រភេទ SG202 វាមានរ៉ាដាប្រភេទ HT233 អាចចាប់ហើយនឹងការពារផ្ទៃកន្លា300គីឡូម៉ែត្រដែលមានសមត្ថភាពស្តៀងនឹងប្រភេទ MIM 104របស់អាមេរិកដែលមានសមត្ថភាពនៅក្នុងការបាញ់មីស៊ីល6គ្រាប់ទៅកាន់គោលដៅមួយហើយវាអាចបាញ់ទៅកាន់គោលដៅ6ក្នុងពេលវេលាមួយផងដែរវាមានរ៉ាដាផ្សេងទៀតដូចជា Type 305B ជារ៉ាដាសម្រាប់ស្វែងរកគោលដៅ Type 120គឺជារ៉ាដាសម្រាប់ស្វែងរកគោលដៅកម្ពស់ទាបពី 2.3 ម៉ែត្រឡើងទៅប្រភេទរ៉ាដា Type 305A ជារ៉ាដានៅក្នុងការស្វែងរកគោលដៅដូចជារ៉ាដាប្រភេទ Type 305B ផងដែរមួយទៀតគឺ YLC 20មុខងាររបស់វាគឺជាប្រភេទរ៉ាដាស្វែងរកទៅលើយន្តហោះបំបាំងកាយផ្សេងៗដូចជា S35 ឬក៏ B2 សម្រាប់ប្រភេទរ៉ាដាមួយទៀតដែលជារ៉ាដាអភិវឌ្ឍចេញពី YLC 20នោះគឺជា DWL-002 ដែលមានសមត្ថភាពនៅក្នុងការស្វែងរកទៅលើយន្តហោះចម្បាំងនិងយន្តហោះបំបាំងកាយផ្សេងៗទៀតសម្រាប់ប្រទេសដែលកំពុងប្រើប្រាស់ប្រភេទប្រព័ន្ធការពារនេះដូចជាប្រទេសចិន ម៉ារុក ទូគីស្ថាន ព្រូពេគីស្ថាននិងអាការី